បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់រាប់អានបាទនៅក្នុងវីដេអូនេះខ្ញុំបាទសូមលើកយកពាក្យសូដូចនិងពាក្យរបស់ខ្មែរយើងមួយទៀតមកធ្វើការបង្ហាញបាទគឺតកតងនឹងពាក្យប្រោះបាទប្រោះអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរបាទសូមបងប្អូនទាំងអស់តាមដានជាមួយនឹងការបង្ហាញដូចតទៅបាទទី1គឺពាក្យប្រោះដែលសរសេរបចង្រសបន្តនេះថ្នាក់ពាក្យជាកិរិយាសព្ទដែលមានន័យថាបង្ខាំងរក្សាទុកឲ្យរស់នៅបានយូរដើម្បីនឹងពិឃាតក្នុងថ្ងៃខាងមុខបាទមានន័យថាគេចិញ្ចឹមទុកសិនគេនឹងសម្លាប់ថ្ងៃក្រោយឧទាហរណ៍ដូចជាប្រោះត្រីប្រោះក្តាមប្រោះលលកបាទនេះគឺគេអត្ថន័យពាក្យប្រោះទី1គឺអញ្ចឹងបាទបន្តទៀតបាទគឺពាក្យប្រោះដដែលហ្នឹងបាទថ្នាក់ពាក្យវាគឺជាពាក្យប្រៀបធៀបបាទប្រោះនេះវាស្មើនឹងពាក្យស្រោចស្រង់សង្គ្រោះដោះទុកឲ្យមានជីវិតបាទនេះគឺតកតងនឹងពាក្យប្រោះអត្ថន័យទី2បាទជាបន្តមកទៀតនេះខ្ញុំនឹងបង្ហាញបន្តតកតងទៅនឹងពាក្យប្រោះដដែលបាទពាក្យទី3នេះគឺគេសរសេរប្រោះគេសរសេរបចង្រោដល់សអស់អានប្រោះថ្នាក់ពាក្យជាកិរិយាសព្ទមានន័យថារលាស់ទឹករឿយដោយផ្ទាត់នឹងម្រាមដៃឬដោយចម្រៀកស្លឹកចេកជាដើមឧទាហរណ៍ប្រោះទឹកក្អូបប្រោះទឹកអប់បាទអញ្ចឹងនេះគេហៅថាប្រោះដែរតែជាកិរិយាសព្ទណាបាទដូចជាចាស់គាត់ធ្វើពិធីសូត្រមន្តហើយកន្លោះទឹកជាដើមហ្នឹងអាប្រោះលោកតតម្រាមដៃហ្នឹងគេហៅថាប្រោះទឹកហើយបាទពាក្យទី4គឺប្រោះនឹងដដែលថ្នាក់ពាក្យជានាមមានន័យថាឈ្មោះប្រទាលមួយប្រភេទមានដើមក្រអូបស្លឹកក្រអូបគេច្រើនដាំយកមើមប្រើជាថ្នាំជាគ្រឿងក្រអូបបាទអស់លោកស្រីដឹងហើយបាទប្រោះហ្នឹងគឺខ្លីៗទេនៅជាប់ដីហ្នឹងស្លឹកវាសន្តានប៉ុនបាត់ដៃបាទដែលមានក្លិនក្អូបជួនកាលស្លឹកវាគេយកទៅហូបម្លក់ឬក៏ហូបបាញ់ឆែវជាដើមបាទតែគេដាំភាគច្រើនគេយកតែមើមទេបាទដោយសារមើមក្អូបបាទអញ្ចឹងឧទាហរណ៍គឺមើមប្រោះឬដើមប្រោះបាទជាបន្តទៀតបាទទី5នេះគឺប្រោះវាអានថាប្រោះទៅសេបចង្រោដាក់សអោនិងសនេះថ្នាក់ពាក្យជាកិរិយាសព្ទមានន័យថាអនុគ្រោះរាប់អានដោយមេត្តាប្រណីស្រោចស្រង់ឧទាហរណ៍ព្រះពុទ្ធទ្រង់ប្រោសសត្វស្ដេចទ្រង់ប្រោសបរិយទានវ័នបាទនេះគឺពាក្យប្រោសបាទពាក្យចុងក្រោយបាទគឺទី6គឺប្រោសដដែលនេះថ្នាក់ពាក្យជាកិរិយាសព្ទដែរមានន័យថាបំបោះបង់បាទបំបោះបង់ឧទាហរណ៍យកឆ្មាទៅប្រោះចោលបាទអញ្ចឹងអ្នកខ្លះបាត់ចិញ្ចឹមឆ្កែចិញ្ចឹមឆ្មាច្រើនពេកទៅបាទឆ្មាហ្នឹងវាអាចផងវាស្អីផងពិបាកអញ្ចឹងគឺយកទៅប្រោះក្នុងវត្តយកទៅបោះចោលនៅព្រៃស្ងាត់អញ្ចឹងកន្លែងនេះគេហៅថាប្រោះបាទអញ្ចឹងអត្ថន័យតាមអំបល់បាននៃពាក្យប្រោះដែលខ្ញុំបានបង្ហាញនៅពេលនេះបាទសូមបញ្ចប់តែប៉ុណ្ណេះចំពោះលោកស្រីបងប្អូនទាំងអស់ដែលមានចម្ងល់តាក់ទងទៅនឹងពាក្យសូដូចបាទពាក្យនេះដូចពាក្យផ្ទុយឬក៏បញ្យល់ពាក្យភាសាខ្មែរវេយ្យាករណ៍អីជាដើមបាទគឺអាចសាកសួរបានតាមរយៈការខមមិនខាងក្រោមវីដេអូឬមួយក៏ចូលទៅក្នុងក្រុម Channel Telegram ដែលមានឈ្មោះថាបញ្យល់ពាក្យខ្មែរហើយធ្វើការសាកសួរខ្ញុំនឹងព្យាយាមបញ្យល់ឲ្យអស់ពីលទ្ធភាពបាទអញ្ចឹងការបង្ហាញនៅពេលនេះសូមចប់ប៉ុណ្ណេះជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ